ក្នុងបេដកលេខ41អង្គត្រនិកាយតិកនិបាតសិក្សាមកដល់ឃ្នាបលេខ51ឃ្នាប51មនាភិក្ខុទាំងឡាយភិក្ខុគួរធ្វើព្យាយាមជាគ្រឿងដុតកម្ដៅកិលេសដោយហេតុ3យ៉ាងហេតុ3យ៉ាងដូចម្ដេចខ្លះគឺភិក្ខុគួរធ្វើនៅព្យាយាមដើម្បីញ៉ាំងអកុសលដ៏លាមកដែលមិនទាន់កើតឡើងមិនឲ្យកើតឡើងបានមួយគួរធ្វើព្យាយាមដើម្បីញ៉ាំងកុសលធម៌ដែលមិនទាន់កើតឡើងឲ្យកើតឡើងបានមួយគួរធ្វើព្យាយាមដើម្បីអត់សង្កត់នៅវេទនាមានក្នុងសរីរៈដែលកើតឡើងហើយទ្រាំបានដោយលំបាកឃ្លាវខ្លាក្រហល់ក្រហាយមិនឆ្ងាញ់មិនគប់ចិត្តជាវេទនាផ្ដិតផ្ដាច់ជីវិតមួយមនាលភិក្ខុទាំងឡាយកាលណាភិក្ខុធ្វើព្យាយាមដើម្បីញ៉ាំងអកុសលធម៌ដ៏លាមកដែលមិនទាន់កើតឡើងមិនឲ្យកើតឡើងបានធ្វើព្យាយាមដើម្បីញ៉ាំងកុសលធម៌ដែលមិនទាន់កើតឡើងឲ្យកើតឡើងបានធ្វើព្យាយាមអត់សង្កត់នៅវេទនាមានក្នុងសរីរៈដែលកើតឡើងហើយអត់ទ្រាំលំបាកដ៏ឃ្លាវខ្លាក្រហល់ក្រហាយមិនឆ្ងាញ់មិនពេញចិត្តជាវេទនាផ្ដាច់នៅជីវិតមនាភិក្ខុទាំងឡាយភិក្ខុនេះឈ្មោះថាមានព្យាយាមដុតកម្ដៅកិលេសមានបញ្ញាមានស្មារតីដើម្បីធ្វើនៅទីបំផុតនៃទុក្ខដោយប្រពៃបានអត្ថកថាអាតបសោតទី10សេចក្តីព្យាយាម3ឃ្នាប51បទថាអាតបាំងករណីយ៉ាងសេចក្តីព្យាយាមក៏បីធ្វើសេចក្តីថាគួរប្រកបសេចក្តីព្យាយាមបទថាអនុបាទិយៈដើម្បីបយលៈមិនឲ្យកើតឡើងសេចក្តីថាដើម្បីត្រូវការមិនឲ្យកើតឡើងអធិប្បាយថាត្រូវធ្វើដោយហេតុនេះគឺដោយគិតថាយើងនឹងពិចារណាមិនឲ្យកិលេសកើតឡើងសូម្បីតពីនេះទៅក៏មានន័យនេះដូចគ្នាបទថាសារីរិកាណាំងវេទនាដែលប្រព្រឹត្តផ្លូវកាយដែលកើតក្នុងសរីរៈបទថាទុក្ខាណាំងជាទុក្ខសេចក្តីថាវេទនាទាំងឡាយដែលជាទុក្ខបទថាតពាណាំងខ្លាំងក្លាបានដល់ធ្ងន់ឬខ្លាំងក្លាដោយអំណាចនៃការដុតរោលបទថាខារាណាំងរឹងបានដល់ក្រោតក្រៀតបទថាកដកាណាំងដុតរោលបានដល់ក្តៅរោលរៀលបទថាអាសាតាណាំងមិនគប់ចិត្តបានដល់មិនឆ្ងាញ់ពិសាបទថាអមណាបាណាំងមិនគួរត្រេកអរបានដល់មិនអាចឲ្យចម្រើនចិត្តបានបទថាបានហរណាំងបានដល់ផ្ដាច់ផ្ដាល់ជីវិតបទថាអធិវាសនាយៈដើម្បីអត់ទ្រាំបានដល់ដើម្បីត្រូវការរារាំងគឺដើម្បីត្រូវការអត់ទ្រាំបានដល់ដើម្បីត្រូវការអត់ធន់ព្រះសាស្តាគ្រាទ្រង់បង្គាប់គឺទ្រង់ញ៉ាំងអាបត្តិសង្ឃឲ្យប្រព្រឹត្តទៅក្នុងឋានៈមានប្រមាណប៉ុណ្ណេះហើយឥឡូវនេះកាលនឹងទ្រង់ដឹកនាំភិក្ខុទាំងឡាយទើបត្រាស់ពាក្យមានជាអាចថាយៈតោខោភិក្ខវេដូច្នេះបណ្ដាបទទាំងនោះបទថាយៈតោគឺយៈទាកាលណាបទថាអាតបិមានសេចក្តីព្យាយាមបានដល់មានវិរិយៈបទថានិបកោបានដល់មានបញ្ញាបទថាសតោមានសតិបានដល់ប្រកបដោយសតិបទថាទុក្ខាសៈអន្តកិរិយាយៈដើម្បីធ្វើនៅទីបំផុតទុក្ខបានដល់ដើម្បីធ្វើការកាត់ផ្ដាច់នឹងអស់ទៅដោយជុំវិញនៃវដ្តទុក្ខគុណធម៌3យ៉ាងមានសេចក្តីព្យាយាមជាដើមនេះព្រះមានព្រះភិក្ខត្រាស់លាយគ្នាទាំងលោកយៈនិងលោកុត្តរៈចប់អត្ថកថាអាតបសោតទី10សូមអនុមោទនា